យើងណាយើងមើលជុំហើយអត់ពួកគាត់អនុសាសន៍ដល់ពេលអញ្ចឹងគាត់ទុកចិត្តដោះគោឆេកគាត់ទុកចិត្តអស់ខ្លួនឯងសូមសរសើរក្រុមការងារយើងគឺលះបង់ខ្លាំងបញ្ញាប្លង់អីដែលបាក់ទទួលម្ដាយតែប្លង់ហ្នឹងបញ្ញាខត់ខុសរហូតមិនដឹងណាគោឲ្យកោបញ្ចេញកម្លាំងតែគោអត់តាន់អូសយើងនិយាយគ្នាហើយនោះមួយទៅយល់ពីយល់សិនមកតែគោអូសដល់តែក្រាបហើយខ្ញុំហើយឡើយต้องមួយទៀតកិច្ចការមិនប្រែពីស្រីអ្នកចេះក្រំនៅនេះតើហ្នឹងខ្ញុំមិនថាតែគាត់ដៃគ្នាធ្វើជំនួសដៃណែឱកាសដៃគ្នាចេញដៃគ្នាគឺដូចតែគោលើមួយមើលតែកូនស្រីមែនណាក្មួយទទួលស្រស្រីសូមតបសម្ដីឲ្យអស់សង្ការបានស្ដាប់វាចាជីវ៉ាស្រដីលឺគេចាប់ពីគេមានឈានហ្នឹងដល់គល់មែនមុខយើងណាយើងមើលជុំវិញហើយបានយើងនឹកទៅដល់នេះបងសូមសច្ចាស្នេហ៍តែអូនមួយការជ្រើសរើសប្លង់ដំបូងនៃការផលិត MV មួយនេះគឺយើងជ្រើសរើសនៅទិដ្ឋភាពនៅខ្លោងទ្វារដីឆ្នាំងហ្នឹងដើម្បីឲ្យគាត់ឆ្លងពីផ្ទះទៅគាត់មកចូលទៅកន្លែងការងារពីគាត់ទៅការធម្មសាស្ត្រដោយបើបានបកស្រាយអញ្ចឹងព្រោះថាប្រុសហើយតួស្រីនេះគាត់គឺជាអ្នកស្រុកអង្គរបាទគាត់ជាតំណាងឲ្យអ្នកស្រុកអង្គរហើយភូមិឋានរបស់អ្នកស្រុកអង្គរគឺនៅក្បែរប្រាសាទក្បែរបរិវេណនៃអង្គរធំរបស់យើងហ្នឹងឬក៏រាជធានីអង្គររបស់យើងហ្នឹងគេហៅថាស្ថាបត្យករគាត់ជាអ្នកចង់និយាយថាគេជំនាញផ្នែកជួសជុលប្រាង្គប្រាសាទអីចឹងអោដើមរំដួលតិចហ្នឹងហើយទៅដល់មកហាប់3 2 1ចាប់ដើមប្រាសាទភិមានអាកាសក៏ត្រូវបានក្រុមការងារជ្រើសរើសយកជាទីតាំងក្នុងការផលិត MV មួយបទនេះដែរព្រោះអីវិមានអាកាសតែមានតួនាទីសំខាន់នៅក្នុងវិស័យចិត្តអង្គមហើយក៏ជាប្រាសាទរាជហើយត្រូវបានជួសជុលដោយអាជ្ញាធរជាតិអប្សរារបស់យើងក្រុមការងារបានជ្រើសរើសទីតាំងប្រាសាទវិមានអាកាសនេះដើម្បីផលិត MV មួយបទនេះក៏សបបញ្ជាក់អំពីស្នាដៃក៏ដូចជាការចូលរួមអភិរក្សរបស់អាជ្ញាធរដែលក្នុងយើងអាចនិយាយបានថាខ្មែរយើងទាំងមូលនាពេលបច្ចុប្បន្ននេះយើងបានយកចិត្តទុកដាក់បំផុតក្នុងការចូលរួមថែរក្សាការពារសម្បត្តិបេតិកភណ្ឌដែលដូនតាយើងលោកបានបន្សល់ទុកមកដល់ពេលនេះដូច្នេះសំខាន់ណាស់នៅក្នុង MV មួយនេះដែលយើងឲ្យតួទាំងពីរដែលក្នុងនាមតំណាងឲ្យស្ថាបត្យករក៏ដូចជាអ្នកអភិរក្សរំលេចទិដ្ឋភាពនៅប្រាសាទវិមានអាកាសនេះដើម្បីជាការរំលឹកគុណក៏ដូចជារំលឹកនៅអនុស្សាវរីយ៍មួយចំនួនសម្រាប់អ្នកដែលបានចូលរួមថែរក្សាការពារដូចជាអ្នកដែលបានចូលរួមកិច្ចការងារអភិរក្សជួសជុលប្រាសាទនេះអ្នកចូលរួមកិច្ចការងារកំណាយហើយនឹងអ្នកពាក់ព័ន្ធទាំងអស់ហើយគាត់បានឃើញថាអ្វីដែលគាត់បានបន្សល់ទុកគាត់បានបំពេញកិច្ចការងារអភិរក្សជូនជាតិមាតុភូមិជួយអភិរក្សដល់សម្បត្តិដូនតាយើងគឺតាមរយៈបទចម្រៀងយើងរំលេចនៅការដឹងគុណរបស់គាត់តាមរយៈបង្ហាញស្នាដៃដែលគាត់
បានចូលរួមថែរក្សាការពារ ពេលថ្ងៃលាយប់ប្រលប់អូនចាំស្នាប់សំនៀងបងជាមានចូលហើយគប់នេះហ្នឹងហើយខ្ញុំគិតថាមិនទាន់និយាយតាមគាត់និយាយគឺលឹកទៅណាញាប់តោះទៅយើងទៅអង្គុយលេងជាមួយនឹងពូគាត់ ខ្លាចពាក្យបងប្រាបាទតែពួកគាត់អត់ទេតែថ្មចិត្តចុកចាំហើយជ្រើយើងតិចហ្នឹងធ្វើគប់ភ្លើងដើម្បីយកផ្សែងយើងថតទៅសកម្មភាពយើងបានស្អាតឲ្យស៊ីនហ្នឹងមើលទៅវាស្អាតណាបានន័យថាវាដូចការសម័យរបស់តួដែលយើងត្រូវសម័យណាព្រោះស៊ីននេះគឺជាស៊ីនដែលតួប្រុសគាត់សម័យនឹកឃើញទៅដល់កាលវ័យកុមារមនុស្សដើមរំដួលក្លិនឈួលអរ៉ាបងនឹងជីវ៉ាស្នេហាមកចាំចិត្តមានអារម្មណ៍ថាសប្បាយរីករាយហើយក៏មានមោទនភាពដែលបានរួមការងារជាមួយនឹងកិច្ចកម្មនេះដើម្បីផ្សព្វផ្សាយអំពីវប្បធម៌និងអរិយធម៌របស់ខ្មែរងើព្រឹករហូតមិនដែរបងប្រហែលថ្ងៃនេះធម្មតាព្រោះអីការងារមួយនេះបងធ្វើជា10ឆ្នាំហើយងើបព្រឹកម៉ោង2ម៉ោង3ម៉ោង5វាជារឿងធម្មតាតែមួយតោះពីអូនមើលស្ងាត់ស្ងៀមឆឹងប្រលឹងម្ចាស់ស្នេហ៍បងមិនកិច្ចកែមិនប្រែពីស្រីអូយល្អមិញអាមិញហ្នឹងល្អហ្មងបាច់យកខ្លួនហើយហើយនៅពេលដែលយើងញ៉ាំដាក់ចូលមាត់ធ្វើឲ្យមនុស្សគ្រប់គ្នាដែលកំពុងអង្គុយមើលយើងគឺឃ្លាតលេចទៅមាត់ដូចមិញហ្នឹងគាត់ថាមែនតាហើយអានេះខាំម៉ាត់ទៅចាំមកជូតមាត់ហើយញ៉ាំមកមកចូលក្រុមការងារខ្ញុំថាអត់ទេពួកគាត់ហត់តែអត់ឲ្យកំតិចហ៎តែបាក់ទីចោលគាត់ថាញ៉ាំទៅមិនអស់ម៉ានទេមិញ2ណា4នេះហ្នឹង4នេះហ្នឹង2គេឃើញប៉ុណ្្នឹងអីដល់2ទៀតអរគុណច្រើនសម្ដែងយើងញ៉ាំបាយល្ងាចជុំគ្នាបទចម្រៀងដែលយើងធ្វើនេះវាមិនមែនត្រឹមតែរឿងស្នេហាទេតែជារឿងតែនិយាយពីជីវិតពីអាជីពរបស់ជំនាញស្ថាបត្យករដែលគាត់រៀនចប់ហើយគាត់ត្រឡប់មកនៅស្រុកភូមិដែលផ្ដល់កំណើតឲ្យគាត់វិញហើយគាត់ចូលរួមនៅក្នុងការអភិរក្សសំណង់បេតិកភណ្ឌជាតិរបស់យើងឲ្យបងធ្នមថែសូស្ងាត់ស្ងៀមឆឹងតួអង្គសំខាន់ជានារីនៅក្នុងសាច់រឿងរបស់យើងនេះគឺគាត់ម៉ត់ឆត់ហើយម៉ត់ឆត់គាត់និយាយថាគាត់គិតយល់ស្នេហាទៅតែមានជំនាញក៏តែមានដែរប៉ុន្តែស្នេហាអត់អាច influence skill របស់គាត់ទេអញ្ចឹងពេលដែលធ្វើការងារគាត់ដឹងថាការងារហើយtrongការធម្មតាយើងអាចនឹករឿងស្នេហានឹករឿងមនុស្សដែលយើងគួរចិត្តតិចហើយប៉ុន្តែយើងត្រូវដឹងថាអីគេ motivate យើងឲ្យយើងបន្តទៅមុខទៀតស្នេហាហើយនឹងអាជីពយើង balance វាយ៉ាងម៉េចដូចខ្ញុំជំរាបចឹងក្នុងនាមពួកយើងជាក្រុមផលិតយើងអត់ជំនាញជាអភិរក្សទេប៉ុន្តែយើងអាចចូលរួមជាមួយពួកគាត់នៅក្នុងការលើកស្ទួយនិងផ្ដល់តម្លៃនៃអាជីពរបស់ពួកគាត់ដែលជាអ្នកអភិរក្សប្រាសាទម្ល៉េះហើយយើងចង់ឲ្យគាត់កំសាន្តខ្លះយើងចង់លើកទឹកចិត្តគាត់ខ្លះអញ្ចឹងហើយបានយើងធ្វើចម្រៀងប្រភេទនេះដើម្បីជាការលើកទឹកចិត្តជាការដឹងគុណចំពោះអាជីពចំពោះស្នាដៃដែលពួកគាត់បានធ្វើសម្រាប់ប្រទេសហើយនិងប្រជាជនរបស់យើងគាត់ថាអានេះវាអាចជាការរំលឹកមួយសម្រាប់ឲ្យគាត់គិតទៅដល់រឿងស្ថាបត្យកម្មស្អីគេទៅស្ថាបត្យកម្មស្អីគេទៅការអភិរក្សស្អីគេទៅអាជីពហើយនៅក្នុងអាជីពហ្នឹងស្នេហាវាដើរតួនាទីយ៉ាងម៉េចអញ្ចឹងខ្ញុំគិតថាវាអាចមិនជាជួយអីជាធំដុំទេប៉ុន្តែអាចជា hint មួយឲ្យគាត់នឹកឃើញឬក៏ឲ្យគាត់គិតពីប្រធានបទ
របស់យើង សំដីឲ្យអសង្ការសូមតបសំដីឲ្យអសង្ការ